នៅពីផលិតកម្មថោនៅឡើយឃើញគាត់មកវិញហើយថ្ងៃនេះមកវិញហើយមកវិញនេះបងមកចូលថោនត្រឡប់មកវិញឬក៏យ៉ាងណាដែរបងនិយាយទៅរាល់ថ្ងៃខ្ញុំជាបុគ្គលិក freelance បាទម៉ែមិនឲ្យសង្សារបាទជាសម្រៀងរបស់កញ្ញាបានមីលៈបាទបងបាទហើយមួយទៀតគឺបតប្រពន្ធខ្លាអូនកាច់ដូចខ្លាអូនកាច់ដូចខ្លាអូនកាច់ដូចខ្លាអូជំរាបសួរបងថ្ងៃនេះបានជួបបងប្រុសវត្តលីមេងបាទហើយថ្ងៃនេះជួបបងបាត់បងមួយរយៈនៅពីផលិតកម្មថោនៅឡើយឃើញគាត់មកវិញហើយថ្ងៃនេះមកវិញហើយមកវិញនេះបងមកចូលថោនត្រឡប់មកវិញឬក៏យ៉ាងណាដែរបងនិយាយទៅរាល់ថ្ងៃខ្ញុំជាបុគ្គលិក freelance បាទគឺថាខ្ញុំទទួលបច្ចេកគ្រប់កន្លែងអូខេមិនថាផលិតកម្មនៅតាមបណ្ដាក្រុមហ៊ុននេះទេបាទប៉ុន្តែសំខាន់សម្រាប់ផលិតកម្មថោនមួយគឺដែលជាអាចនិយាយបានថាជាកន្លែងទំនុំចាស់សម្រាប់ខ្ញុំបាទបងបាទយើងចង់និយាយថាខ្ញុំមានយើងប្រាប់គេថាអនុស្សាវរីយ៍មានអនុស្សាវរីយ៍មានចង់ថាខ្ញុំមានស្នាដៃមកដល់ឥឡូវក៏ដោយសារផលិតកម្មថោនដែរផ្ដល់ឱកាសខ្ញុំព្រោះខ្ញុំធ្វើការនៅផលិតកម្មថោនរយៈពេលគិតមកដល់រយៈពេលដែលខ្ញុំជប់ធ្វើជាបុគ្គលិកពេញម៉ោងគឺ10ឆ្នាំ10ឆ្នាំបាទអូច្រើនដែរបងបាទអញ្ចឹងឥឡូវខ្ញុំទោះបីខ្ញុំងាកមកធ្វើ freelance ហ្នឹងក៏ខ្ញុំនៅតែអត់ចោលផលិតកម្មថោនដែរអញ្ចឹងក្នុងមួយខែគឺខ្ញុំចេញថតឲ្យផលិតកម្មថោន2ថ្ងៃក្នុងមួយខែអូបាទបងបាទហើយថ្ងៃនេះបងដឹកប្រភេទបតមិនដែរបងអាចប្រាប់បងប្អូនបានទេអូខេថ្ងៃនេះយើងថតបតលក្ខណៈសบายសម្រាប់ចូលឆ្នាំខ្មែរចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងហ្នឹងអូស្នាដៃបងចេញចូលឆ្នាំខ្មែរដឹងតែប៊ូមទៀតហើយអាពុកម៉ែបងប្អូនគាត់ចូលចិត្តមើលពីមុនមកគាត់អាសាខមមិនចូលក្នុងเพจខ្ញុំណាគាត់ថាបាត់បងប្រុសវត្តលីមេងទៅណាអត់ឃើញមករយៈហ្នឹងបាត់ស្នាដៃគាត់ចង់ឲ្យត្រឡប់មកវិញឥឡូវបានត្រឡប់មកដូចពុកម៉ែបងប្អូនអញ្ចឹងបានជួបគាត់ហើយមួយសាម្ដងទៀតហើយឥឡូវស្នាដៃចូលឆ្នាំថ្មីនេះបងដឹកMV ថ្មីនៅក្នុងផលិតកម្មថោនបងមានអារម្មណ៍យ៉ាងណាដែរដែលដឹកតារាចម្រៀងបងអាចប្រាប់ឈ្មោះពួកគាត់បានទេអូខេសម្រាប់បទចម្រៀងចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលខ្ញុំដឹកនាំសម្ដែងសម្រាប់ផលិតកម្មថោនមានបទពីរបទគឺបទម៉ែមិនឲ្យសង្សារបាទជាសម្រៀងរបស់កញ្ញាបានមីលៈបាទបងបាទហើយមួយទៀតគឺបទប្រពន្ធខ្លាអូនកាច់ដូចខ្លាអូនកាច់ដូចខ្លាអូនកាច់ដូចខ្លាច្រៀងដោយរូបណាដែរបងគេសម្រាប់មួយបទទៀតគឺបទអូនកាច់ដូចខ្លាហ្នឹងគឺច្រៀងដោយកញ្ញាតណារីតាអូបទគាត់ក៏ល្បីច្រើនដែរបងតណារីតាគាត់ល្បីដូចជាបទស្លៀកខ្លីប្តីខឹងហើយអូនម៉ាប់បាទអូនម៉ាប់អញ្ចឹងហីបទនោះព្រោះហើយជាចុងក្រោយបងមានអីអរគុណពុកម៉ែបងប្អូនដែលគាំទ្រស្នាដៃបងពីច្រើនឆ្នាំមកហើយមកទៅឥឡូវនេះបងជួយថាមកដឹកជាមិនជួយខាងផលិតកម្មអញ្ចឹងណាបាទបងជួយអូខេជាចុងក្រោយខ្ញុំបានសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលគាំទ្រស្នាដៃរបស់ខ្ញុំតាំងពីខ្ញុំចាប់ផ្ដើមអាជីពសិល្បៈទីដឹកនាំសម្ដែងរហូតមកដល់ឥឡូវគឺខ្ញុំអរគុណដល់ពុកម៉ែបងប្អូនដែលគាំទ្រស្នាដៃរបស់ខ្ញុំហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងបន្តគាំទ្ររហូតបន្តទៅមុខទៀតបាទគ្រប់វីដេអូគ្រប់ស្នាដៃទាំងអស់គ្រប់កន្លែងទាំងអស់មិនថាឲ្យតែគ្រប់ social media នៅស្នាដៃរបស់បងប្រុសវត្តលីមេងផងដែរបាទអរគុណ